ជំរាបសួរបងទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការប្រើប្រាស់ Contra តែមុននឹងឈានទៅដល់ការប្រើប្រាស់គឺយើងត្រូវដឹងសិនថាតើ Contra នឹងប្រើប្រាស់ដើម្បីអីអញ្ចឹង Contra គឺប្រើប្រាស់នៅក្នុងករណីដែលអតិថិជនរបស់យើងគាត់ក៏ជាអ្នកគ្រប់គ្រងរបស់យើងដែរដូច្នេះនៅពេលដែលមានការ offset ឬមួយក៏កាត់កង invoice គ្នាគឺយើងត្រូវប្រើប្រាស់នៅមុខងារ Contra មួយនេះខ្ញុំសូមលើកជាឧទាហរណ៍តាក់ទងជាមួយនឹង company A នេះគឺគាត់បានទិញតំណែងពីយើងចំនួន$500តែយើងក៏បានទិញតំណែងពីគាត់ដែរដែលយើងកត់នៅក្នុង supplier invoice នេះគឺចំនួន$300វិញអញ្ចឹងទឹកប្រាក់$300ហ្នឹងនឹងត្រូវកាត់កងជាមួយនឹង invoice $5ដែលយើងបានចេញឲ្យគាត់ហ្នឹងដែលមានន័យថា invoice ដែលយើងចេញឲ្យគាត់$500គាត់ត្រូវបង់ឲ្យយើងតែ$200ទេចំណែក$300ទៀតគឺយើងត្រូវកាត់កងន័យថា$300ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើ Contra ហ្នឹងអូខេឥឡូវយើងចូលទៅដល់ការកត់ត្រា Contra តែម្ដងដោយជាដំបូងយើងត្រូវចូលទៅក្នុងមុខងារ Customer រួចចុចពាក្យថា Customer Contra តោះមកចុច New អញ្ចឹងយើងធ្វើការជ្រើសរើសនៅឈ្មោះអតិថិជនបន្តមកដាក់ថ្ងៃខែហើយដាក់នៅចំនួនដែលត្រូវធ្វើ Contra គឺ$300រួចថុចជាមួយនឹង invoice ដែលត្រូវកាត់កងបន្ទាប់មកចុច save អញ្ចឹងកន្លែងនេះ system នឹង load មក supplier Contra ដើម្បីឲ្យយើងធ្វើការកាត់ជាមួយនឹង supplier invoice អញ្ចឹងយើងធ្វើការរើសនៅឈ្មោះដដែលដាក់នៅថ្ងៃខែដាក់នៅចំនួនដែលត្រូវកាត់និងថុចជាមួយនឹង supplier invoice បន្ទាប់មកចុច save ជាការស្រេចបន្ទាប់មកយើងក៏អាចទៅពិនិត្យនៅ invoice របស់យើងវិញថាតើទឹកប្រាក់ហ្នឹងបានកាត់ហើយឬមួយក៏អត់អញ្ចឹងនេះគឺជា invoice របស់យើងមុនហ្នឹងដែលទឹកប្រាក់នៅលើ invoice $500តែ outstanding សល់តែ$200ទេដែលគាត់នៅជាប់ពាក់ព្រោះថា$300គឺយើងបានធ្វើ Contra កាត់ចេញរួចហើយចំពោះ supplier invoice វិញក៏ដូចគ្នាគឺយើងបានកាត់កងរួចហើយអញ្ចឹងកន្លែងនេះអត់មានជំពាក់ទៀតទេជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ